ពុទ្ធតាសៈណាមោតាសៈភៈคะបាទសូមគោរពយេស៊ូវបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូថ្ងៃចុងក្រោយនៃឆ្នាំ2025ដែលពួកយើងបានទៅបំពេញបុណ្យនៅពុទ្ធមណ្ឌលឧត្តមណាបាទម្នាក់គឺមានភាពរីករាយខ្លាំងមែនតើដោយសារតែមួយឆ្នាំយើងធ្វើតែម្ដងអញ្ចឹងណាបាទហើយស្រស់ដៃស្រស់ជើងមែនតើដោយសារតែរបស់ខ្លះគឺសិតតែយើងយកមកធ្វើនៅវត្តដោយសារតែយើងមានពេលវេលាអត់ច្រើនអញ្ចឹងណាបាទហើយសិតតែស្រីតែម្ដងគឺថាម្លាននេះគឺមានប្រតិខ្ញុំមួយទេដោយសារតែប្រុសល្អហ្នឹងគឺបានបួសអស់ហើយអញ្ចឹងនារីដែលចង់ជួបបុរសល្អតតែទៅវត្តតែមុននឹងទៅវត្តយើងឈប់ទិញត្រីសិនមិនទិញយកតែជៀនទៅកំពងអីទេគឺយើងទិញយកទៅធ្វើអភ័យទានណាដោយសារតែឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីហើយយើងក៏ត្រៀមទទួលយករឿងល្អនៅក្នុងឆ្នាំថ្មីដូចគ្នាអញ្ចឹងរាល់ភាពអវិជ្ជមានឬក៏ការគិតដែលចាក់ស្រេះដែលពីមួយឆ្នាំទៅមួយឆ្នាំយើងក៏រៀនដោះលែងរៀនព្រមរៀនទទួលជាមួយនឹងអាហារផ្លូវចិត្តគឺពធនឹងឯងតែបើជាពាក់គេបងប្អូនទៅរកសងគេផងណាមិនមែនឲ្យជាពាក់គេហ៊ានដោះលែងជាមួយនឹងចិត្តហីបង្ងើយណាប្រយ័ត្នបាបនិយាយលេងសើចទេថ្ងៃនេះគឺយើងបានមានតែទានចានគូសំដែរគឺយើងមានផ្លែឈើប្រហែលជា50-60គីឡូនិងផ្កាឈូកចំនួន7បាច់ធំជាមួយនឹងផ្កាភ្ញីផ្សេងទៀតដើម្បីត្រៀមនៅក្នុងការរាប់បាតក៏ដូចជាត្រៀមហែកម្មវិធីល្ងាចណាបាទដោយសារតែពួកយើងតែងតែអាសាហ្នឹងគឺអាសាគឺបងទាំងអស់គ្នាគឺដែរមានអ្នកអត្តន័យទេគឺកម្មវិធីតាំងពីព្រឹកដល់ល្ងាចគឺរត់តែពេលសម្រាប់អត់មានសូម្បីតែពេលផ្លាស់គេអាចគឺអត់ចង់មានផងគឺគេបុនគេគឺមិនដឹងថាយ៉ាងម៉េចទេតែបុនខ្ញុំហ្នឹងគឺឲ្យតែថាបុនគឺម្នាក់គឺញាប់ដៃញាប់ជើងខ្លាំងមែនតើហើយពួកយើងធ្វើដោយសេចក្តីជ្រះថ្លាគឺអត់មាននៅសេចក្តីប្រកាន់មុះម៉ងអីចិត្តនៅក្នុងនឹងទេដោយសារតែម្នាក់សិតតែបាននៅសិក្សានៅព្រះធម៌ដូច្នេះហើយចិត្តតែបានអប់រំជាមួយនឹងព្រះធម៌គឺអស់នៅសេចក្តីប្រកាន់ច្រើនដូច្នេះហើយក៏អរគុណបងទាំងអស់គ្នាសម្រាប់ការចូលរួមហើយជួយគ្នាដោយបេះដូងណាបាទហើយពួកយើងនេះគឺស្វាត់ដៃស្វាត់ជើងខ្លាំងមែនតើគឺការងារណាដែលយើងអាចធ្វើបានយើងជួយគ្នាដោយអត់មានការថាប្រចាំនេះប្រចាំនោះអីអញ្ចឹងណាបាទពួកអីហ្នឹងអនាគតពួកគាត់ហ្នឹងគឺសិតតែទេពអសរហើយអញ្ចឹងខ្ញុំម្នាក់ឯងអញ្ចឹងពួកគាត់ហ្នឹងគឺអាចនឹងខ្លាចជាប្រពន្ធរបស់ខ្ញុំនៅពេលអនាគតហើយពួកអីគេហៅថាទេពបុត្រមួយប្រពន្ធ500អញ្ចឹងពួកគាត់នេះបានទេមើលទៅប្រហែលជាមកវត្តហ្នឹងស្មាតតោនិយាយលីសើចទេបាននិយាយលេងសើចទេមិនថាខ្ញុំមិនថាបងទាំងអស់គ្នាសិតតែប្រាថ្នាចិញ្ចាក់នៅភព3អញ្ចឹងរាល់ភពឬក៏កំណត់ផ្សេងពួកយើងអត់មាននៅក្នុងការជាប់ជំពាក់ក៏ដូចជាត្រេកអរជាមួយនឹងវាដែរប៉ុន្តែតាមកម្លាំងបុណ្យទៅពួកអីដោយសារតែយើងចេះតែសន្សំណាបាទអញ្ចឹងមិនថាយើងយឹតយងគ្នាមកពេញបុណ្យរួមគ្នាទៅក្រែងឆាប់ដល់ផ្លូវដែលយើងចង់ទៅអញ្ចឹងណាបាទហើយឥឡូវយើងក៏លែងមកជាមួយនឹងកម្មវិធីពេលថ្ងៃរាប់បាតវិញគឺយើងបានត្រៀមជាមួយនឹងមិនថានំមិនថាផ្លែឈើឬក៏តែនេះគឺសិតតែជាទានបានដើម្បីដែលយើងអាចបំពេញបាននៅក្នុងអត្តភាពនេះណាបើសិនយើងជាកំណត់ជាទេវតាឬក៏ជាដេរឆានឬក៏កំណត់ផ្សេងគឺយើងមិនអាចបំពេញបានទេហើយនិយាយនេះគឺមិនមែនភាពគ្រាន់បើអីទេបាទគឺគ្រាន់តែថាយើងកើតនៅក្នុងប្រទេសមួយដែលយើងអាចគ្រប់ពុទ្ធសាសនាហើយបានដឹកនាំគ្នាធ្វើបុណ្យអញ្ចឹងក៏ជាគុណដ៏ក្រៃលែងប្រសើរមែនតើដែលយើងមិនអាចយកអ្វីមកវាស់បានណាបាទឥឡូវចូលមកដល់កម្មវិធីរបស់យើងវិញឥឡូវនេះគឺយើងបានរៀបចំរួចជាសាច់ដើម្បីត្រៀមនៅក្នុងការរាប់បាតចង្ហាន់ពេលថ្ងៃត្រង់ណាបាទហើយទឹកមុខម្នាក់គឺបន្ទាប់ពីធ្វើការងារហើយរៀងស្រស់សស្រាយបន្តិចដោយសារតែឆ្នាំហ្នឹងរៀងដូចលឿនជាងឆ្នាំមុនអញ្ចឹងណាបាទបើឆ្នាំមុនអូមិនអាចទេរត់ចុះរត់ឡើងហក់ចុះហក់ឡើងតែម្ដងតែឆ្នាំនេះរៀងដូចស្លាស់ដៃនឹងថ្ងៃណាមួយពួកយើងជួយគ្នាបានល្អគឺស្រស់គ្នាមែនតើហើយអរគុណមែនតើបងទាំងអស់គ្នាពេលវេលាពួកយើងក៏នាំគ្នាមកថតរូបទុកជាអនុស្សាវរីយ៍ដើម្បីមើលរំលឹកបុណ្យនៅថ្ងៃក្រោយទៀតហើយក៏អរគុណមែនតើបងទាំងអស់គ្នាដែលបានចូលរួមហើយពិតជាសប្បាយហើយក្តីទុកឬក៏ភាពកង្វល់ជាច្រើនដែលយើងធ្លាប់មានតាំងពីឆ្នាំចាស់គឺត្រូវបានរសាយជាច្រើននៅពេលដែលយើងបានទម្លាក់ចិត្តទាំងអស់នោះហើយយើងបានមកបំពេញបុណ្យចេះគឺយើងមានអារម្មណ៍ថាស្រឡះផ្លូវកាយផ្លូវចិត្តមែនតើហើយឆ្នាំថ្មីនេះគឺរៀងឈឺកបន្តិចដោយសារតាមរយៈហ្នឹងគឺរវល់ច្រើនហើយជាតិរវល់ក្នុងបុណ្យហ្នឹងផងក៏នឹងឯងវារៀងសុខភាពរៀងបាក់បៀនតិចដែរប៉ុន្តែអត់អីទេគឺចំពោះផ្លូវចិត្តវិញគឺ strong ល្អអញ្ចឹងតែផ្លូវចិត្តល្អហើយមានកម្លាំងរកស៊ីសងគេធម្មតាវិញអញ្ចឹងគឺយើងគៀកថ្ងៃមែនតើហើយទៅវិញគឺយើងដល់ថ្ងៃដែលយើងត្រូវបង់ធនាគារមកអញ្ចឹងគឺមានអីទេជាពាក់គេមែនប៉ុន្តែយើងចេះជាតិពេលធ្វើបុណ្យមិនមែនជាពាក់គេតែយើងណាណោះគេជាពាក់ដែរប៉ុន្តែគ្រាន់តែព្រះអង្គថាឲ្យរៀនលះហើយលះនេះគឺមិនមែនឲ្យលះជាមួយនឹងគ្រប់យ៉ាងមុខរបររកស៊ីការរកស៊ីប្រចាំថ្ងៃអីទេគឺឲ្យលះជាមួយនឹងចិត្តអញ្ចឹងយើងកន្លែងហ្នឹងប្រយ័ត្នច្រឡំហើយនឹងឯងឆ្លៀតទៅធ្វើបុណ្យព្រោះឲ្យយើងអត់ដឹងថាយកអីបានទៅទេព្រោះឲ្យមានតែបុណ្យនឹងបាបនឹងឯងហើយក៏ឥឡូវនេះបន្ទាប់ពីរាប់បាតហើយយើងក៏ចេញមកដើម្បីធ្វើអភ័យទានណាបាទយើងមានត្រីចំនួន6បេ
តែ3ហ្នឹងគឺធំតែខ្យល់ទេហ្នឹងហើយត្រីមានល្មមទេហើយយើងបានមកបលែងត្រីចេះក៏ជាការដោះលែងជាមួយនឹងគេថាចិត្តគំនុំគុំគួនចិត្តខឹងស្អប់អីក៏រៀនលះរៀនបលែងខ្លះទៅហ្នឹងហើយកុំឲ្យវាស្មុគស្មាញខ្លាំងពេកបន្ទាប់ពីលែងត្រីហើយពួកយើងកាក់គាត់អត់ឲ្យហូបបាយទេគឺឲ្យគាត់ឡើងភ្នំសិនដោយសារតែយើងប៉ងឡើងភ្នំ2ឆ្នាំហើយតែអត់បានឡើងអញ្ចឹងណាបាទឥឡូវនេះយើងឡើងភ្នំភ្នំអត្តរហ្នឹងហើយក៏ជាលើកទី1របស់ខ្ញុំដែរឃើញថាពេលដែលយើងដើរគឺហត់មែនតើដល់ពេលយើងមកដល់លើអញ្ចឹងគឺមានខ្យល់អាកាសរួមទៅវារៀងបាត់ហត់បាត់អីអញ្ចឹងណាបាទហើយយើងក៏មកធ្វើជាមួយនឹងពិធីរបស់យើងហើយពិធីនេះមិនមែនគ្រូបារមីអីទេគឺយើងមកឧទ្ទិសបុណ្យជូនដល់បុព្វបុរសខ្មែរនិងវីរៈកងទ័ពដែលបានបួសជាសាច់សាសឈាមសដើម្បីការពារជាតិមាតុភូមិយើងហើយយើងអ្នកនៅជួរក្រោយនេះគឺយើងមានតែបុណ្យនឹងឯងយើងបំពេញបុណ្យហើយក៏យើងសាយមេត្តាសមាធិហើយក៏យើងសាយមេត្តាជូនពួកគាត់ណាបាទហើយនេះយើងរៀបទៅវិញឃើញថាប្លង់នេះស្អាតអញ្ចឹងក៏ជួយថតឲ្យបងស្រីមកប៉ុស្តិ៍ទៅហើយគាត់ហ្នឹងហើយគឺជាស្ថាបនិកនៅក្នុងការចាក់ផ្កាណាបាទគឺរាប់បុណ្យគឺអត់ដែរអត់មានវត្តមានគាត់ទេគឺគាត់ជាអ្នកចាក់ផ្កាហើយដល់ពីសមាធិសាយមេត្តាហើយគឺយើងចុះមកវិញគឺម៉ោង1ជាងល្មមដូច្នេះគឺខ្ញុំដើរទិញម្ហូបដើម្បីយកទៅញ៉ាំជុំគ្នាណាបាទហើយដល់ហើយទៅខ្ញុំក៏បានដាក់ជាមួយនឹងជ្រក់ផ្កាគីដីមកដែរហើយនេះគឺនេះគ្រូបារមីគ្រូបារមីអានេះអ្នកស្នងរូបស្ទឹងមានជ័យជាសកម្មភាពបន្តពីញ៉ាំហើយយើងនាំគ្នាអង្គុយបត់ផ្កាពោះកម្មវិធីយើងហេតុតែអត្ថបទនេះគឺគៀកមែនតើដូចចឹងគឺយើងកាន់តាសោះដៃសោះជើងគ្នាមែនតើប៉ុន្តែសោះដៃតែសោះជើងទេតែអ្នកស្រីស្អាតហ្នឹងគឺអត់មានទេគឺអង្គុយបានតែមើលផ្កាឯផ្កាទេអញ្ចឹងអ្នកមកយ៉ាប់ជាអ្នកចាក់ទេតែអ្នកចាក់នៅបងស្រីហើយនេះយើងចាក់ហើយគឺ4កន្ត្រកហើយបន្ទាប់ពីចាក់ហើយឥឡូវយើងក៏បានរៀបចំខ្លួនហើយដើម្បីចូលរួមកម្មវិធីមកកន្លែងទៀតមិនមកកន្លែងទៀតទេគឺកម្មវិធីពេលល្ងាចណាបាទគឺយើងចាប់ផ្ដើមម៉ោង3កន្លះចង់លេតម៉ោងហើយលោកឪទេហើយដូច្នេះក៏យើងឡើងទៅថ្វាយបង្គំនៅចំពោះព្រះនៅខាងលើក៏ដូច្នេះហើយក៏នឹងឯងគឺស្អាតមែនតើឥឡូវដោយសារតែរៀបចំផ្លែជាងមុនហើយមើលទៅគួរជាទីចាត់ការចំពោះប្រវត្តិសាស្ត្រណាដែលគាត់អញ្ជើញមកគោរពបូជាចិត្តឆ្ងាយអញ្ចឹងណាបាទឥឡូវនេះយើងមកដល់កម្មវិធីរបស់យើងគឺយើងមកថតរូបតិចតួចដើម្បីនឹងឯងទុកជាអនុស្សាវរីយ៍ថាថតរូបទុកមើលពេលចាស់ប៉ុន្តែឥឡូវយើងចាស់ៗហើយចឹងមានថាថតទុកនៅក្នុងពាក់វាំងទៅដើម្បីឲ្យគណៈចាត់ចុងក្រោយបាននឹកបុណ្យខ្លះកៃឡនឃើញបុណ្យទៅបានចេញពីអត្តភាពហ្នឹងទៅវាយ៉ាងហោចណាស់ទៅបានទៅសុគតិភពដែរទោះបីជាមិនបានទៅដល់ទីដែលខ្លួនចង់ទៅណាបាទនិយាយថាកម្មវិធីយើងចិត្តចាប់ផ្ដើមមកដូច្នេះហើយឆ្លៀតពេលថតរូបតិចតួចដើម្បីទុកជាអនុស្សាវរីយ៍ដើម្បីរំលឹកមើលនៅបុណ្យចាស់ៗដែលខ្លួនឯងធ្លាប់បានបំពេញណាដែរហើយយើងក៏ដល់កម្មវិធីហើយក៏អរគុណសម្រាប់បងទាំងអស់គ្នានៅតែអរគុណម្ដងហើយម្ដងទៀតដែលបានចូលរួមជាមួយនឹងពួកខ្ញុំនៅក្នុងការដង្ហែទាំងអស់គ្នាហ្នឹងហើយពិតជាជ្រះថ្លាម្នាក់ពេលទៅវិញគាត់នឹងឲ្យឆាតមកអរគុណអញ្ចឹងណាដែលបានជួយបង្កើតកម្មវិធីបុណ្យឲ្យពួកគាត់មានឱកាសនៅក្នុងការបានចូលរួមនៅក្នុងការបំពេញបុណ្យហ្នឹងណាបាទឲ្យពួកគាត់សប្បាយចិត្តដែរហើយក៏អរគុណនឹងឯងសរសេរណាំវិជ័យយោសម្ពុទ្ធិមេកេចអនន្តញានអលោកhàng về chập bồn thia tây ta chợ về chập bồn thia cả ta ta cho bồn rộp nơi công cam ba trăng cam lia hôn chân cô mây bần đi xe dần đâu ai na can bong thời gian bị chia từ bàn tay